បាទសួស្តីនេះមករៀនចាប់កោហើយលើផ្លាស់ដៃយើងធ្វើឲ្យវាស៊ាំដៃដងតិចពេលក្រោយយើងអាចនឹងចាំការចាំខ្សែបាទគួរពីរនេះសួរចាប់ជាងគេណាអ្វីដែលពិបាកបំផុតគឺការចងចាំរបស់យើងអានេះគេហៅកោអីបើយើងចាស់តែយើងឆាប់ភ្លេចបើជាយាមចាប់រាល់ថ្ងៃលេងរាល់ថ្ងៃគិតថាប្រហែលជាអាចនឹងចេះលឿនតែបើយើងរៀនឈប់យ៉ាងងាយអានេះខ្ញុំរៀនចាប់ប្រហែលជា2-3ថ្ងៃដែររៀនចាំដៃខ្លះចឹងកោបើយើងព្យាយាមចាប់កោណាដែលពិបាកយើងចាប់ឲ្យស្ទាត់ជឿថាមិនយូរនឹងយើងអាចឆាប់ចេះពីរួមព្យាយាមរៀនឆ្លាស់ដៃឲ្យឆាប់ឲ្យលឿនចាប់ទោះជាចាប់ខុសតែឲ្យតែបានចាប់ដល់ពេលអញ្ចឹងវាគឺថាវាម្ដងបន្តិចវាគង់នឹងចាប់បានព្រោះឥឡូវដូចជាមួយថ្ងៃហ្នឹងចាប់វាច្បាស់ជាងបានគាត់រៀងចំណាំដៃហ្មងនេះគាត់មួយកឡានេះ EM សូលវាទៅចាប់ទោះជាចាប់បត់ខ្ញុំព្យាយាមចាប់ហ្នឹងចឹងវីដេអូនេះខាងប៉ុណ្ណឹងព្រោះដោយសារខ្ញុំគាត់ចេះដែរហើយយើងព្យាយាមចាប់ផ្ដើមពី0ចំណុច0ឡើងទៅបាទអានេះផ្ដោតបានចិត្តទៅលើអ្នកដែលអត់ចេះលេងហ្គីតាដូចខ្ញុំដែរអូខេបាយ